សួស្តីអ្នកនរគ្នាចឹងស្មានអ្នកនរគ្នាក៏ជួបបញ្ហាទៅលើ Telegram នោះអ្នកនរគ្នាទាមទារឲ្យអាប់ដេតហើយអ្នកនរគ្នាភ័យក្នុងការអាប់ដេតខ្លាចទៅវាអាចឲ្យ Telegram បង់លុយឬក៏ខ្លាចមានគេ hacker ចូលហ្នឹងតែវាមិនមែនទេអ្នកនរគ្នានេះគឺជាការអាប់ដេតដោយផ្ទាល់ចេញពីក្រុមហ៊ុនរបស់ Telegram តែម្ដងគឺគេអាប់ដេតទៅលើ version 12.2.4 បងប្អូនគឺការអាប់ដេតថ្មីហើយអ្នកនរគ្នាអាចធ្វើការអាប់ដេតបានគឺអ្នកនរគ្នាមិនចុចអាប់ដេតដោយផ្ទាល់ចេញពីនេះទេអ្នកនរគ្នាធ្វើការចុច skip វាចោលមួយមកបាទចុច skip ហើយអ្នកនរគ្នាចូលទៅកាន់បើអ្នកនរគ្នាប្រើ Android ចូលទៅ Play Store បើប្រើជាមួយនឹង iOS ចូលទៅ App Store មកហើយបន្តមកអ្នកនរគ្នា search ជាមួយនឹង Telegram មកចឹងអ្នកនរគ្នាធ្វើតាមវិធីនេះគឺ Telegram มันអាចឲ្យយើងបង់ជាមួយនឹងការប្រើប្រាស់ជាប្រចាំខែទេគឺយើងអាចប្រើបានដោយ free ឡើងវិញបាទអញ្ចឹងអ្នកនរគ្នាចុច update បាទអញ្ចឹងចូលចុច update មកអូខេត្រង់ចំណុចនេះអ្នកនរគ្នាវាយជាមួយនឹង password របស់ Apple ID អ្នកនរគ្នាឬក៏ Play Store គឺយើង update យកតែម្ដងអូខេអញ្ចឹងខ្ញុំបានដាក់ជាមួយនឹង password របស់ខ្ញុំហើយខ្ញុំចុចជាមួយនឹង continue អូខេអញ្ចឹងខ្ញុំកំពុងតែធ្វើការតឡើងវាអាប់ដេតឡើងវិញអ្នកនរគ្នាអញ្ចឹងនៅពេលដែលវាអាប់ដេតរួចហើយគឺយើងអាចចូលទៅប្រើប្រាស់ជាមួយនឹង Telegram បានជាធម្មតាវិញហើយអូខេអញ្ចឹងមកដល់ថងចំណុចនេះគឺយើងចុច allow វាទាំងអស់មកគេចុច allow គេsẽ như ngài bàជាមួយនឹង Telegram ចំណងថ្មីបានហើយអរគុណអ្នកនរគ្នា